មុខរបរកត្រកនេះជួយស្ត្រីជួយសហគមន៍នៅក្នុងភូមិនេះច្រើនឲ្យប្រជាពលរដ្ឋយើងមានមុខរបរធ្វើជួយកាត់បន្ថយចំណាក់ស្រុកច្រើនដែរនេះខ្ញុំឈ្មោះសុផលអាយុ41ឆ្នាំនៅភូមិស្រះពោស្រុកពញាលឺខេត្តកណ្ដាលរាល់ថ្ងៃខ្ញុំប្រកបមុខរបរត្បាញកន្ត្រកបងមានបងប្អូន6នាក់ជាកូនច្បងគេហើយមានកូន2នាក់ស្រីទាំងពីរបងបង្កើតមុខរបរនេះវានិយាយទៅចូល20ឆ្នាំហើយព្រោះអីក៏ដឹងក្តីមកឃើញចាស់គាត់ធ្វើតគ្នាអញ្ចឹងទៅក៏រៀនធ្វើតាមគាត់ដល់សពថ្ងៃនេះទៅមូលហេតុដែលបងចាប់អាជីពការងារកត្រកនេះពីព្រោះបងមានកូនដល់ពេលមានកូនទៅណាអត់កើតជាប់កូនអញ្ចឹងទៅបងធ្វើកត្រកបងអាចមើលកូនផងបងអាចមានពេលវេលាទៅនេះទៅនោះក៏យើងមិនបាច់ដូចថាការងារយើងស៊ីឈ្នួលគេយើងចាំថ្ងៃអីយើងទៅណាអត់កើតនេះការងារកត្រកយើងចង់ធ្វើទៅយើងចង់ទៅនេះអញ្ចឹងទៅក៏វាស្រួលដែរvìការងារកត្រកនឹងអត់មានខ្លាចគេស្ដីឲ្យស្ដីអីទេហើយការងារបន្ទាប់បន្សំពីការងារកសិករធ្វើស្រែធ្វើអីមកយើងក៏ត្បាញកត្រកត្បាញអីនឹងទៅមើលកូននិយាយទៅការងារបន្ទាប់បន្សំការងារកត្រកនេះតែគ្រាន់ថាវាជួយដែរជួយជីវភាពយើងដែរមិនអត់ទេតែឲ្យវាមានបានដូចគេអ្នករស់ស៊ីធំដុំវាអត់ទេគ្រាន់ថាជួយជីវភាពយើងដែររាល់ថ្ងៃនេះបងអត់ធ្វើកត្រកវិញបងធ្វើការងារដូចស្រែចកាបើមិនអញ្ចឹងទេក៏ចូលរោងចក្រធ្វើការរោងចក្រនឹងឯងព្រោះតំបន់នេះការងារបន្ទាប់ពីធ្វើកត្រកមានច្រើនដូចរោងចក្រធ្វើស្រែធ្វើចកាអញ្ចឹងលក់នៅតំបន់ភ្នំរស់ស៊ីលក់បាយលក់ម្ហូបអីចឹងទៅប៉ុណ្ណឹងអញអូនអើយនៅភូមិនេះមុខរបរកត្រកនេះជួយស្ត្រីជួយសហគមន៍នៅក្នុងភូមិនេះច្រើនវាបើបន្ទាប់ពីការងាររោងចក្រមកនៅក្នុងភូមិនេះភាគច្រើនគេធ្វើកត្រកគ្រប់គ្នានឹងវាជួយដល់សហគមន៍ធូរធារខ្លះដែរនៅក្នុងស្រុកក្នុងភូមិនេះនោះកត្រកនេះជួយដល់បរិស្ថានយើងដោយសារតាកន្ត្រកនេះមិនមែនជាគ្រឿងប៉ាស្ទិកឬក៏គីមីអីទេគឺរបស់ធម្មជាតិយើងគឺជួយឲ្យបរិស្ថានយើងនឹងអត់មានសម្រាមមានអីដោយប៉ះពាល់បរិស្ថានយើងទេស្អាតហើយរបស់ធម្មជាតិធ្វើដោយដៃអត់មានប៉ាស្ទិកគីមីអីទេគឺយកពីរបស់ធម្មជាតិយើងមកត្បាញធ្វើទេវាអត់មានប៉ះពាល់ឲ្យបរិស្ថានជួយដល់បរិស្ថានយើងអត់ឲ្យមើលទៅមានសោភ័ណភាពមានធម្មជាតិស្អាតអត់ប៉ះពាល់អីទេកត្រកនេះក៏ជួយកាត់បន្ថយចំណាក់ស្រុកច្រើនដែរជួយឲ្យប្រជាពលរដ្ឋយើងមានមុខរបរធ្វើច្រើនបើយើងប្រកាសបជារឿងកត្រកនេះកុំតែខ្ជិលតែម្យ៉ាងបានហើយគឺការងារកត្រកនេះមានចំណូលក៏មកភ្ជុំដែរគ្រាន់បើដែរមិនថានេះជួយចំណាក់ស្រុកកុំឲ្យប្រជាពលរដ្ឋយើងទៅធ្វើការនៅក្រៅស្រុកក៏ច្រើនដែរខ្ញុំចង់ឲ្យក្មេងៗចំនួនក្រោយនេះក៏រៀនធ្វើកត្រកនេះដើម្បីឲ្យតទៅមួយចំនួនក្រោយទៀតដើម្បីឲ្យមានការងារធ្វើបន្តរហូតកុំឲ្យមានបងប្អូនយើងទៅធ្វើការនៅប្រទេសក្រៅចំណាក់ស្រុកទៅប្រទេសក្រៅចង់ឲ្យបងប្អូនយើងធ្វើការនៅស្រុកយើងនេះឲ្យបានច្រើនជាងនៅស្រុកគេប្រៀបធៀបកាលពីសម័យកូវីដមកសម័យឥឡូវកាលសម័យកូវីដលក់អត់សូវដាច់ទេសម័យកូវីដស្ងាត់អត់សូវមានម៉ួយគេកំងកត្រកទេលក់ក៏អត់សូវចេញទៅទីផ្សារដែរតែក្រោយមកពីកូវីដនេះកត្រកឥឡូវម៉ួយបានកំងគាំទ្រច្រើនខ្ញុំក៏មានកម្លាំងចិត្តដែរបើម៉ួយឬក៏បរទេសអ្នកប្រទេសក្រៅគេមកគាំទ្រកត្រកខ្មែរនេះប្រជាជនអ្នកស្រុកអ្នកភូមិមានកម្លាំងចិត្តធ្វើកត្រកនេះតទៅមុខទៀតកត្រកនេះមានហានិភ័យប៉ះពាល់ដល់កត្រកនេះតិចតួចដែរមិនខ្លាំងទេអូនអើយគ្រាន់ថា
យើងត្បាញដោយដៃគេធ្វើដោយម៉ាស៊ីនវាភាគច្រើនវាប៉ះពាល់មិនអត់ទេតែយើងធ្វើដោយដៃដោយធម្មជាតិអញ្ចឹងគេអ្នកគ្រប់គ្រងក៏ច្រើនដែរជាចុងក្រោយនេះខ្ញុំគ្មានអីនិយាយច្រើនទេគ្រាន់តែចង់ឲ្យបងប្អូនអ្នកទស្សនាវីដេអូនេះឲ្យជួយគ្រប់គ្រងអ្នកធ្វើកត្រកឲ្យបានច្រើនដើម្បីឲ្យអ្នកធ្វើកត្រកនេះមានកម្លាំងចិត្តធ្វើដើម្បីឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់ក្នុងស្រុកនៅក្រៅប្រទេសនេះឲ្យគ្រប់គ្រងឲ្យបានច្រើនទាំងអស់គ្នាដើម្បីឲ្យប្រជាជនខ្មែរយើងនេះបានមានមុខរបរការងារធ្វើហើយសូមចំណូមពរឲ្យជួយគ្រប់គ្រងឲ្យច្រើនទាំងអស់គ្នាទាំងនៅក្នុងស្រុកនិងក្រៅប្រទេសតែប៉ុណ្្នឹងឯងសូមអរគុណ